ខ្ញុំបានមើលវីដេអូបងស្រីម្នាក់គាត់ធ្វើទឹកស្ករចេកបងប្អូនរសជាតិឆ្ងាញ់ខ្លាំងមែនទែនហើយលក្ខណៈធម្មជាតិងាយស្រួលចឹងខ្ញុំចាប់អារម្មណ៍ខ្ញុំក៏យកផ្លែម្នាស់របស់ខ្ញុំតែទិញមកមួយថ្ងៃហ្នឹងយកទៅធ្វើដោយសារខ្ញុំអត់មានចេកធ្វើប៉ុន្តែខ្ញុំធ្វើតាមវិធីរបស់គាត់ចាដោយគ្រាន់តែយើងប្រើផ្លែឈើខុសគ្នាអញ្ចឹងណាចឹងខ្ញុំក៏ធ្វើបានសម្រេចទឹកម្នាស់នេះគឺឆ្ងាញ់ខ្លាំងមែនទែនបងប្អូនសូម្បីតែប្រភេទទឹកម្នាស់សុទ្ធដែលគេលក់តាមផ្សារទំនើបឬក៏តាមកន្លែងណាមួយក៏ឆ្ងាញ់អត់ស្មើទឹកម្នាស់ដែលយើងធ្វើនេះដែរចឹងវិធីធ្វើហ្នឹងគឺងាយៗទេបងប្អូនគឺខ្ញុំចិតម្នាស់ស្ដើងចាហើយដាក់ក្នុងកធុងអីមួយចឹងទៅបន្ទាប់មកបងប្អូនដាក់ក្នុងទូកកណាចាដាក់ក្នុងទូកកចោលយកឲ្យវាកកហើយបន្ទាប់មកបងប្អូនដកចេញពីទូកកចាដាក់ក្នុងទូធម្មតាដើម្បីឲ្យវារលាយទឹកកកនឹងចេញចាដាក់មួយយប់ក៏បានដាក់ពីរយប់ក៏បានដែរហើយបន្ទាប់មកចាម្នាស់របស់យើងនឹងវានឹងចេញទឹកចាទឹកស្ករគឺវាចេញពីម្នាស់ហ្នឹងហើយបងប្អូនចាចាត់ដាក់កែវមកគឺឆ្ងាញ់ខ្លាំងមែនទែនបងប្អូនអើយបងប្អូនអាចសាកវិធីនឹងបានណា